បាទសូមត្រីបងប្អូនបាទថ្ងៃនេះខ្ញុំបានសម្រេចផែនការធ្វើទ្រុងបាទតឹង2 ម៉ែត្រ 2 បដោយ6 ម៉ែត្រ 8 បាទសម្រាប់ដាក់ផ្សំទៅលើមេបាពូជបាទចឹងក្នុងទ្រុងនេះផងដែរខ្ញុំធ្វើរួចរាល់បាទ 100% ហើយឥឡូវនេះខ្ញុំបាច់កបោសណានេះកបោសជាទៅបងប្អូនណាសម្រាប់បងប្អូនដែលដាក់មន់ភ្លាមបាទហៅថាជុំវិញត្រឹមតែ24 ម៉ោង 48 ម៉ោងបងប្អូនអាចដាក់កបោសភ្លាមបាទបងប្អូនត្រូវបាញ់ថ្នាំស្លាប់មេរោគជាន់ពីលើឲ្យវារលាយអស់បងណាបាទបើសិនជាបងប្អូនមិនប្រញាប់ពេកទេសម្រាប់បងប្អូនពេលវេលាវែងបងប្អូនអាចបាញ់កបោសទុកចោល1សប្តាហ៍បងប្អូនណា1សប្តាហ៍បាទបងប្អូនដាក់មន់ចូលបានអញ្ចឹងសម្រាប់ខ្ញុំបាទខ្ញុំទុកតាមត្រឹមតែ48 ម៉ោងគឺខ្ញុំដាក់ចូលបានតែស្អីដោយសារតែខ្ញុំកបោសនេះគឺខ្ញុំបាច់តិចណាបាច់តាតិចហើយខ្ញុំសកត់ទៅលើថ្នាំសម្រាប់មេរោគពីលើទៀតបងប្អូនហើយថ្ងៃនេះខ្ញុំបាញ់តែខ្ញុំបាញ់ទៀតបងប្អូនណាបាទបើសិនជាកបោសនេះវាអត់រលាយបាទដំនេះបាទយើងធ្វើការបោសវាចេញបងប្អូនណាបោសចេញបាទចឹងអរគុណបងប្អូនណាបាទនេះហើយជាអ្វីដែលបងប្អូនទទួលយកបានពីការចាំមន់បាទឆ្លៀតធ្វើទ្រុងណាឆ្លៀតធ្វើទ្រុងមេបាទ្រុងមន់សាច់ទ្រុងកូនមន់បាទដូចជាខាងនោះនេះខាងឆ្វេងខ្ញុំបាទនេះគឺសិតតាទ្រុងកូនមន់ណាបាទកូនមន់នេះទូស្អំយ៉ាងទៅបងជួរនេះទូស្អំបាទខាងនោះទ្រុងធ្នើសម្រាប់មន់14 ថ្ងៃដល់40 ថ្ងៃឬក៏1 ខែបាទខាងនេះក៏ដាក់ទ្រុងមន់សាច់ក៏បានបងណាដាក់មន់សាច់ក៏បានដែរបងណាបាទដាក់មន់សាច់គឺ1 ម៉ែត្រការ៉េពីរស់នៅបាន7 បាល់អញ្ចឹងបងប្អូនអាចអង្គុនទៅបាទចឹងឲ្យស្ងួតបន្តិចបងណាស្ងួតបន្តិចទើបយើងដាក់អង្កាមបងណាបាទទើបដាក់អង្កាមចូលបាទឲ្យស្ងួតបាទអញ្ចឹងស្អែកព្រឹកបានខ្ញុំដាក់អង្កាមចូលបងណាដើម្បីឲ្យវាស្ងួតបាទហើយធ្វើការបិទវានេះចិត្តបាទអត់មានចិញ្ចោលទេបងប្អូនណាបាទពីព្រោះកន្លែងសុវត្ថិភាពទៅលើមន់ណាបាទការពារជំងឺឆ្លងផ្សេងអញ្ចឹងចូលបានតែម្ចាស់បងប្អូនបាទឬក៏ជាអ្នកធ្វើការនៅក្នុងកសិដ្ឋានផ្ទាល់បាទចូលបានណាបាទចឹងសូមអធិស្ឋានបាទរកការមួយដាក់មកដាក់ជាងបាញ់តាមជាងនោះមិញបាញ់តាមជាងទៅលើដបោបាញ់គេបាញ់តាមជាងគេបាញ់មកអូខេនោះគេបាញ់មកព្រោះវីរុសវានៅតាមហ្នឹងទេវីរុសណាវានៅកន្លែងពុកកន្លែងលំអងពុកកន្លែងមរៃភ្លើងកន្លែងអ្វីដែលវាមានពីពុកតោងគឺវានៅបែបហ្នឹងណាមេរោគដោយសារជាមើលឃើញណាបើមេរោគនេះមើលឃើញទេបើវីរុសមើលឃើញទេវាកាត់ឡើងដោយឯងអញ្ចឹងយើងត្រូវការបាញ់បាទបាញ់ចឹងមកអូខេរួចរាល់ហើយបងប្អូនណាបាទរួចរាល់ហើយបាទអរគុណច្រើនបងប្អូនណាបាទអញ្ចឹងក៏អរគុណសម្រាប់បងប្អូនដែលបានចុចតាមដានเพจ564បាទកន្លងមកបាទខ្ញុំក៏អរគុណហើយក៏ជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទទួលទានរកស៊ីមានបានទាំងអស់គ្នាបងប្អូនកន្លែងនេះគឺខ្ញុំអត់ផ្សារទេបងប្អូនណាបងប្អូនត្រូវបើបងប្អូនមិនការប្រែប្រួលទេបងប្អូនផ្សារណាផ្សារប៉ុន្តែខ្ញុំអត់ទេខ្ញុំគ្រាន់តែចងទៅដោយសារតែខ្ញុំត្រូវការប្រែប្រួលខ្ញុំអាចខាន់បាទថ្ងៃក្រោយធ្វើខាន់មិន3ខាន់ណាបាទ3កតុប1 2 3ខាន់ទៅអញ្ចឹងកាលណាធ្វើខាន់ខ្ញុំអត់ផ្សារដៃទេប៉ុន្តែខ្ញុំទុកដៃនេះធ្វើខាន់បាទនេះខ្ញុំដាក់អាមេពូជបំរុងណាសម្រាប់បងប្អូនដែលកំងបាទដូចជាកូនតើគូកំបងមេបាពូជខ្ញុំយកមកកន្លែងនេះជាកន្លែងសុវត្ថិភាពមួយបាទទាំងការថែទាំទាំងការចាក់វ៉ាក់សាំងបាទហើយពុំមានមនុស្សថ្មីណាចូលចិត្តដាច់ខាតបងប្អូនណាបាទអញ្ចឹងបងប្អូនយកទៅចិញ្ចឹមទទួលបានជោគជ័យដោយសារតែមន់វាពុំមានជំងឺឆ្លងនោះទេបាទអរគុណច្រើនបងប្អូនណាបាទអរគុណវីដេអូចែកម្លែកនេះបាទអរគុណបាទជូនពរជោគជ័យទាំងអស់គ្នាបងប្អូនណាបាទហេងទាំងអស់គ្នាបងប្អូនបាទអរគុណបងប្អូនណាជឿត្រៃកន្លែងនេះខ្ញុំត្រូវបាញ់ទឹកប្រៃទៅណាបាទទឹកប្រៃទឹកប្រាណាបាទខ្ញុំត្រូវបាញ់ទៅខ្ញុំទិញមកតើបងខ្ញុំទិញមកប៉ុន្តែថ្ងៃឡើងខកបាញ់អត់តនេះណាខ្ញុំទៅបាញ់ទឹកប្រៃកន្លែងនេះកន្លែងខ្ញុំលាងបងប្អូនណាលាងកតោទឹកបាទកតោចំណៃបាទនេះកន្លែងទុកដាក់ទៅលើឆ្នាំខ្ញុំកន្លែងនេះណាបាទអរគុណ